ជំរាបសួរខ្ញុំឈ្មោះរុស៊ីហ៊ុនហើយខ្ញុំជាប្រធានគ្រប់គ្រងទូទៅមកពីក្រុមហ៊ុន Feel Good Coffee Roaster ជាចំណាប់អារម្មណ៍ពីទស្សនកិច្ចយើងរយៈពេល3ថ្ងៃនេះដែលមានការរៀបចំពីខាងសមាគមកាហ្វេដែលផ្ដើមដោយបងពិសិដ្ឋហើយនិងភីដាហ្វាមពិតជាខ្ញុំពិតជាមានអារម្មណ៍សប្បាយដែលខ្ញុំមានឱកាសសម្រាប់មើលផ្ទាល់ហើយបាន connecting ហើយបានធ្វើការជាមួយគ្នាជាមួយនឹងបណ្ដាញជាក្រុមព្រោះដោយសារជាទូទៅពួកយើងក្នុងវិស័យកាហ្វេក្នុងនាមខ្ញុំជាអាចនិយាយថាជាអ្នកផលិតមួយពីយើងផ្លាស់ប្ដូរពី green bean ពីគ្រាប់កាហ្វេឆៅទៅជាគ្រាប់កាហ្វេដែលយើងញ៉ាំអាចនិយាយថាយើងជាអ្នក connector ពី farm ទៅហាងកាហ្វេហើយពេលដែលចុះកម្មសិក្សានៅប្រទេសវៀតណាមគឺយើងគឺពួកយើងបានស្វែងយល់ច្រើនពីរបៀបដាំហើយមួយចំណុចមួយទៀតគឺការធ្វើការជាក្រុមគឺជាចំណុចមួយដែលខ្ញុំគិតថាវាសំខាន់មែនទែនដែលពួកយើងផ្លាស់ប្ដូរពីការធ្វើការមួយទៅជាការងារជាក្រុមដែលធ្វើទៅតាមជំនាញមួយហើយយើងធ្វើការជាមួយគ្នាដោយកសិករពួកគាត់មានការងារជាបណ្ដាញជាក្រុមដែលគាត់ធ្វើទៅតាមផ្នែកជំនាញរបស់គាត់មួយទាំងអ្នកផលិតទាំងអ្នក collector ហើយនិងអ្នក producer អញ្ចឹងពួកគាត់ធ្វើការរួមគ្នាហើយចំណុចនេះគឺជាចំណុចដ៏ល្អមួយដែលបន្ទាប់ពីមានន័យថាក្រៅពីចំណេះដឹងផ្នែកknowledge ផ្នែកដាំផ្នែកតាក់ទងជាមួយកាហ្វេចង្ការកាហ្វេក៏យើងអាចដឹងពី line process line management ពីការគ្រប់គ្រងបណ្ដាញទាំងអស់ហ្នឹងហើយអញ្ចឹងខ្ញុំគិតថាបន្ទាប់ពីមកវិញយើងនឹងមានចំណុចកន្លែងហ្នឹងដែលយើងអាចធ្វើការជាក់លាក់ទៅតាមជំនាញហើយនិងបច្ចេកទេសហើយយើង focus ទៅលើអីដែលពួកយើងមានហើយយើង develop ទាំងអស់គ្នាហើយខ្ញុំជាចុងក្រោយហើយអរគុណដល់សមាគមកាហ្វេអរគុណដល់ Pida Farm ពិសិដ្ឋហើយនិងធីតាដូចគ្នាដែលស្រឡាញ់ហើយធ្វើការជាក្រុមគ្នាហើយពួកយើងសប្បាយចិត្តបន្ថែមមួយទៀតយើងក៏មានលក្ខណៈជាក្រុមមួយទៀតខាងអង្គរ Green ដែលគាត់ក៏ជា main power សំខាន់មួយដែលជួយសម្របសម្រួលក្នុងការក្រុមរបស់ពួកយើងបានទៅមានទំនាក់ទំនងហើយនឹងបានជួយឲ្យពួកយើងមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅដល់ប្រទេសវៀតណាមហ្នឹងហើយអរគុណមែនទែនហើយខ្ញុំសង្ឃឹមថាបន្ទាប់ពីយើងមកពីចុះកម្មសិក្សាលើកនេះយើងនឹងមានកម្មសិក្សាបន្តទៀតហើយយើងនឹងមានការធ្វើការជាក្រុមមួយដែលផ្ដោតទៅលើជំនាញហើយនិងវិជ្ជាជីវៈរៀងៗខ្លួនហើយយើងមានគោលដៅតែមួយគឺកាហ្វេកម្ពុជា